ba mình ban tơ to té thu sister xóm ắt chưa tại mà đòn ắt chưa trăng đầm lay nâng anh đầm lay ấy xóm rôm chẳng nít bông mai bông ôn bắt đòn mà hộp chi chùm rớt chun chiêng rồi một hơi sầm rập đầm lay với mà nẹt trơm tại đập đà lá tê chùm mùi nâng buffet ngay trăng nơi tin hết á hơi bật tha đòn mau mình toan tê bông mai bông ôn dương mau lằng nai ថ្ងៃនេះគឺ Toy Store មក buffet ថ្ងៃត្រង់នៅភោជនីយដ្ឋានទន្លេបាសាក់ពុកម៉ែបងប្អូនដែលទីតាំងគឺនៅលើផ្លូវឆ្ពោះទៅកាន់ពលានយន្តហោះថ្មីណាពុកម៉ែបងប្អូនប្រកាសជាបានស្គាល់ច្បាស់ហើយទន្លេបាសាក់គឺជាភោជនីយដ្ឋានដែលល្បីមែនតើមិនត្រឹមតែមានអាហារ buffet ទេក៏ប៉ុន្តែនៅទីនេះគឺផ្ដល់ជូននៅកន្លែងរៀបចំកម្មវិធីផ្សេងមិនថាភ្ជាប់ពាក្យរៀបចំមង្គលការឬកម្មវិធីតូចធំអីទេហើយបើថាងាកមក buffet ថ្ងៃត្រង់វិញដោយដែរពុកម៉ែបងប្អូនបានឃើញអញ្ចឹងម្ហូបមានច្រើនជំរឿសណាស់មិនថាបាញ់ឆៅនំគ្រក់ស៊ុបបង្អែមម្ជូរឬមួយក៏អាហារឆ្អិនស្រាប់ផ្សេងទេហើយបើថាស៊ុបវិញផ្ដល់ជូនជាមួយនឹងសាច់ហ្នឹងអា topping ដែលដាក់ក្នុងស៊ុបនឹងស្រស់ល្អមែនតើហើយងាកមកម្ហូបខ្មែរមានទាំងឆាកាពិមានទាំងបុកបោះហុកបុកកពឹសបើនិយាយទៅពុកម៉ែបងប្អូនអើយម្ហូបជាង100មុខគឺថាឆ្លាស់វេនគ្នាជារៀងរាល់ថ្ងៃដើម្បីធ្វើយ៉ាងណាឲ្យពុកម៉ែបងប្អូនទៅញ៉ាំហ្នឹងឲ្យបានឆ្លាស់មុខគ្នាហើយបើថាស៊ុបវិញមានទាំងស៊ុបស៊ីឈាន់ស៊ុបមាន់ហើយបើថាដល់ម៉ោងមិនទាន់ទេគឺថាពុកម៉ែបងប្អូនទៅច្រើនកកកតែម្ដងដែលនេះគឺបញ្ជាក់ឲ្យឃើញថាភោជនីយដ្ឋានទន្លេបាសាក់គឺថាដាក់មួយដឹកមួយច្បាស់តែម្ដងមិនថាគុណភាពអនាម័យសេវាកម្មទេងាកមកតម្លៃគឺសមរម្យមែនតើ buffet ថ្ងៃត្រង់ម្នាក់ត្រឹមតែ$10ក៏ប៉ុន្តែគឺចំណេញបានច្រើនមែនតើសម្រាប់អាហារថ្ងៃត្រង់នេះពុកម៉ែបងប្អូនគឺចាប់ពីម៉ោង10កន្លះរហូតដល់ម៉ោង2កន្លះណាហើយពុកម៉ែបងប្អូនកុំភ័យថាមក buffet នៅទីនេះមករៀងយឺតម៉ោងខ្លាចអត់ម្ហូបញ៉ាំឯណាគឺអត់ទេនៅទីនេះគឺថាអស់ដាក់ជាមួយនឹងអាហារមិនថាជាប្រភេទអាហារទឹកអាហារគោកអាហារអាំងអីទេគឺថាអស់ដាក់ហើយអាំងថ្មីធ្វើថ្មីភ្លាមក្តៅជូនពុកម៉ែបងប្អូនពិសាតែម្ដងដើម្បីឲ្យទទួលបានអារម្មណ៍ថាពេញចិត្តជាមួយនឹងការចំណាយត្រឹមតែ$10ក្នុងម្នាក់ណាហើយសម្រាប់បង្អែមវិញមានទាំងជាប្រភេទនំខ្មែរអាកោត្នោតឬមួយក៏មានម្ជូរមានបង្អែមចាប់លៀងអីផ្សេងនិយាយទៅគាត់ឆ្នៃបានច្រើនមុខក៏ពុកម៉ែបងប្អូនហើយច្រើនមុខអញ្ចឹងមែនណាប៉ុន្តែងាកមករសជាតិវិញគឺអត់មានឲ្យចាញ់គ្នាទេគឺឆ្ងាញ់ស្មើដៃគ្នាគ្រប់មុខតែម្ដងសម្រាប់ Two Sister គឺថាចាប់មួយមុខបន្តិចដើម្បីភ្លក់ហើយបើថាអាមុខវិញគឺអត់ចោលទេគឺជាប្រភេទម្ហូបខ្មែរហើយងាកមកនំបញ្ចុកវិញគឺរឹតតែចោលមិនបានទៀតដោយសារតែនៅទីនេះគាត់ឆ្នៃបានទឹកសម្លច្រើនប្រភេទមែនតើហើយឡើងឈ្ងុយមិនថាជាប្រភេទសម្លការីសម្លខ្មែរឬមួយក៏សម្លណាំយ៉ាទេនិយាយទៅគឺថាសាច់ត្រីឡើងខាប់តែម្ដងហើយពុកម៉ែបងប្អូនអើយបើនិយាយទៅ Two Sister មកទីនេះហើយគឺសរសើរមិនដាច់ពីមាត់តែម្ដងអំពីការរៀបចំរបស់គាត់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលពេលថ្ងៃត្រង់អត់ដឹងថាញ៉ាំអីឲ្យប្លែកមាត់គឺថាអាចមកភោជនីយដ្ឋានទន្លេបាសាក់បានជំរើសមានច្រើនម្ហូបនីមួយគឺថាប្រណិតមែនតែនអញ្ចឹងសម្រាប់វីដេអូមួយនេះណា Two Sister សូមផ្ដាំផ្ញើថាកុំភ្លេចមិនថាក្រុមការងារមិត្តភ័ក្តិឬមួយក៏ក្រុមគ្រួសារអីទេគឺអាចអញ្ជើញមក buffet ថ្ងៃត្រង់នៅទីនេះបានព្រោះថាដូចដែលពុកម៉ែបានឃើញអញ្ចឹងគឺច្រើនមុខមែនតែនហើយក្រៅពីនឹងគឺមានទាំងបន្ទប់ VIP ទៀតបាននិយាយទៅជំរើស the best ហើយងាកមកទីនេះវិញគឺជាប្រភេទម្ហូបផ្សែងណាពុកម៉ែបងប្អូនអាចធ្វើការកក់ចាប់ពីថ្ងៃចេញវីដេអូនេះរហូតដល់ថ្ងៃទី15ខែកុម្ភៈខាងមុខជាមួយនឹងម្ហូបផ្សែងគឺមានទាំងឈុតធំឈុតតូចបាននិយាយទៅគឺគាត់រៀបចំឲ្យមកប្រណិតមកពេញចិត្តជូនតែម្ដងអញ្ចឹងសម្រាប់វីដេអូរបស់ Two Sister នៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេកុំភ្លេចធ្វើការចែករំលែកក៏ដូចជាកក់ម្ហូបផ្សែងបាយ